អ៊ុយក្រែនធ្វើតេស្តជោគជ័យនឹងមីស៊ីលដ៏ខ្លាំងដែលអាចបាញ់ដល់ទីក្រុងមូស្គូនិងត្រៀមដាក់ប្រើប្រាស់លើសមរភូមិលោក Volodymyr Zelensky បានប្រកាសថាពេលនេះអ៊ុយក្រែនបានទទួលជោគជ័យក្នុងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយមួយប្រភេទដែលមានសមត្ថភាពបាញ់ដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យទី16 ខែមីនា ឆ្នាំ2025មីស៊ីលដែលមានឈ្មោះថា Long Neptune ផលិតក្នុងស្រុកអាចហោះបានចម្ងាយ 1000 គីឡូម៉ែត្រដូច្នេះមានន័យថាគោលដៅវាយប្រហារក្នុងទីក្រុងមូស្គូគឺស្ថិតនៅក្នុងរយៈចម្ងាយរបស់មីស៊ីលនេះហើយលោក Zelensky បានលើកឡើងថាមីស៊ីលប្រភេទថ្មីនេះអាចវាយប្រហារកំទេចគោលដៅដោយច្បាស់ហើយវាត្រៀមរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការក្នុងសមរភូមិនិងធានាសន្តិសុខអ៊ុយក្រែនគូជំរាបថាមីស៊ីលប្រភេទ Neptune version ចាស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Lake Design Bureau បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងរួចទៅហើយកាលពីឆ្នាំ2022ដោយបាញ់ពន្លិចនាវាចម្បាំងសមុទ្រខ្មៅរបស់រុស្ស៊ីយ៉ាងណាតែទិននឹងមីស៊ីលថ្មីនេះលោក Zelensky មិនបានបកស្រាយលម្អិតពេកទេក៏ប៉ុន្តែមានការសង្ស័យថាអ៊ុយក្រែនប្រហែលជាប្រើវារួចទៅហើយក្នុងការវាយប្រហាររោងចក្រប្រេងក្នុងទីក្រុង Tapsi នៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី14 ខែមីនាកន្លងទៅគួររំលឹកថាកាលពីថ្ងៃទី14 ខែមីនាឆ្នាំ2025កន្លងទៅអ៊ុយក្រែនបានបញ្ជូនការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមូស្គូម្ដងទៀតដោយនេះគឺជាការវាយប្រហារលើកទី2ក្នុងរយៈពេលត្រឹមតែ3ថ្ងៃភ្លាមរុស្ស៊ីមិនបានបញ្ជាក់ឡើយថាតើដ្រូនរបស់អ៊ុយក្រែនមានចំនួនប៉ុន្មានប៉ុន្តែចៅហ្វាយក្រុងមូស្គូបានអះអាងថាកងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនចំនួន4គ្រឿងទោះបីជាយ៉ាងណាក៏ដោយឆ្លើយតបទៅនឹងការវាយប្រហារនេះទីក្រុងមូស្គូបានបង្ខំចិត្តបិទអាកាសយានដ្ឋាន Vnukovo ជាបណ្ដោះអាសន្នទន្ទឹមនឹងនោះក៏មិនទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះផងដែរប៉ុន្តែបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Metro របស់អង់គ្លេសបានឲ្យដឹងថាដ្រូនអ៊ុយក្រែនបានវាយប្រហារដេប៉ូប្រេងមួយដោយបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហើយការវាយប្រហារនេះកើតឡើងនៅត្រឹមតែ3ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ៊ុយក្រែនបានបញ្ជូនដ្រូនខ្នាតធំទៅវាយប្រហារទីក្រុងមូស្គូនិងតំបន់ជុំវិញនោះដោយបណ្ដាលឲ្យមនុស្ស3នាក់បានស្លាប់និងច្រើនអ្នកទៀតរងរបួសការវាយប្រហារនេះទៀតសោតកើតឡើងត្រឹមរយៈពេលប្រមាណម៉ោងបន្ទាប់ពីបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បានចេញពីរដ្ឋធានីរុស្ស៊ីក្រោយជួបជាមួយនឹងមេដឹកនាំរុស្ស៊ី Vladimir Putin ដើម្បីពិភាក្សាអំពីបទឆបាញ់ក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនលោក Putin ត្រូវគេរាយការណ៍ថាបានគាំទ្រចំពោះបទឆបាញ់រយៈពេល30ថ្ងៃប៉ុន្តែលោកទាមទារឲ្យមានការធានា3យ៉ាងដាច់ខាតកំឡុងពេលបទឆបាញ់ដូចជាអ៊ុយក្រែនមិនត្រូវចល័តទ័ពបង្វឹកទ័ពថ្មីនិងទទួលសព្វាវុធនោះទេនិងទទួលបានសព្វាវុធនោះ